ជំរាបសួរបងប្អូនអរគ្នាជំរាបសួរបងប្អូននៅពេលនេះខ្ញុំចែករំលែកទៅនឹងចំណេះដឹងមួយពាក់ព័ន្ធទៅនឹងពាក្យថារត់បងប្អូនពាក្យថារត់គឺបើន័យទូទៅយើងមានន័យស្មើនឹងពាក្យប្រទេសបងប្អូនពាក្យប្រទេសដូច្នេះនៅក្នុងរត់ហ្នឹងគឺមានធាតុផ្សំរបស់រត់ទៀតបងប្អូនមានធាតុផ្សំរបស់រត់ទៀតបើយើងយោងទៅនឹងអនុសញ្ញាមុងតេវីដេអូស្ដីពិសិដ្ឋនិងកាតព្វកិច្ចរបស់រដ្ឋដែលមាននៅក្នុងឆ្នាំ1933គេបានកំណត់ធាតុផ្សំរបស់រដ្ឋគឺមាន4បងប្អូនមាន4ទី1ទឹកដីប្រជាពលរដ្ឋអចិន្ត្រៃយ៍រដ្ឋបាលហើយនឹងការទូតបងប្អូន4មាន4ធាតុផ្សំរបស់រដ្ឋមាន4នឹងសំខាន់បងប្អូនអញ្ចឹងការកំណត់ធាតុផ្សំរបស់រដ្ឋហ្នឹងគឺជាទ្រឹស្ដីនីតិអន្តរជាតិសាធារណៈបងប្អូនទ្រឹស្ដីរបស់នីតិអន្តរជាតិសាធារណៈអញ្ចឹងនៅក្នុងធាតុផ្សំ4សំខាន់ហ្នឹងគឺប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋគឺជាធាតុផ្សំមួយសំខាន់មែនទែនដែលហេតុថាបើសិនជាគ្មានធាតុផ្សំរបស់ប្រជាពលរដ្ឋដែលคล้ายដូចជារដ្ឋអញ្ចឹងបើគ្មានប្រជាពលរដ្ឋតើឲ្យកើតជារដ្ឋដោយរបៀបណាពីព្រោះប្រជាពលរដ្ឋគឺជាអ្នកកំណត់ថាទឹកដីណាគឺជារបស់ខ្លួនហើយប្រជាពលរដ្ឋក៏ជ្រើសរើសរដ្ឋបាលនៃការគ្រប់គ្រងរបស់រដ្ឋខ្លួនឯងរបស់ទឹកដីខ្លួនឯងហើយប្រជាពលរដ្ឋក៏ជាអ្នកធ្វើកិច្ចការការទូតដែរបងប្អូនពាក្យប្រជាពលរដ្ឋបងប្អូនពាក្យប្រជាពលរដ្ឋគឺជាន័យទូលាយបងប្អូនន័យទូលាយពេលណាមានឱកាសល្អខ្ញុំនឹងធ្វើវីដេអូមួយពាក់ព័ន្ធទៅនឹងពាក្យថាប្រជាពលរដ្ឋបងប្អូនបាទនៅពេលនេះសូមអរគុណបងប្អូនសូមជម្រាបលា